សូមគោរពជម្រាបសួរលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីនៅក្នុងពេលនេះបងប្អូនអារម្មណ៍របស់លោកស្រីអ្នកនាងកញ្ញាមកតាមដានទស្សនានៅក្នុងកម្មវិធី CTN ប៉ុស21នៅក្នុងរាត្រីនេះកម្មវិធី CTN ប៉ុស21របស់នាងខ្ញុំក៏បានមានការអញ្ជើញចូលរួមពីតារាចម្រៀងវ័យក្មេងមួយរូបដែលកំពុងតែមានឈ្មោះបោះសម្លេងខាងផ្នែកតារាចម្រៀងដែលនិពន្ធទំនុកភ្លេងនិងទំនុកច្រៀងដោយខ្លួនឯងចា៎នាងខ្ញុំក៏សូមជម្រាបជូនដល់លោកអ្នកនាងឲ្យបានជ្រាបផងថាតកតងទៅនឹងខាងផ្នែកវិស័យសិល្បៈយុវវ័យឥឡូវនេះចា៎គាត់មានឱកាសនៅក្នុងការបង្ហាញពីសមត្ថភាពរបស់គាត់ហើយគាត់ក៏មានឱកាសនៅក្នុងការដែលនិពន្ធទំនុកភ្លេងនិងទំនុកច្រៀងដោយខ្លួនឯងយ៉ាងណាមិញចា៎វត្តមានតារាចម្រៀងអ្នកនាងសួនសុចិតាដែលហៅឈ្មោះថានីគីចា៎គឺជាតារាចម្រៀងដែលផុសចេញពីការខិតខំប្រឹងប្រែងដោយខ្លួនឯងហើយផុសចេញពីគំនិតនៃការច្នៃប្រឌិតមួយចា៎បងប្អូនយុវវ័យទាំងអស់គ្នាដែលនិយមចូលចិត្តនៅក្នុងការលេង Facebook ឬក៏អ្នកដែលចូលចិត្ត search នៅក្នុង YouTube ដែលតាក់ទងទៅនឹងពីប្រព័ន្ធនៃការងារសិល្បៈឬក៏កិច្ចការងារអ្វីជាច្រើនឬក៏អ្វីដែលលោកអ្នកចូលចិត្តស្រាវជ្រាវចាបងប្អូនទាំងអស់គ្នាប្រកាសជាចង់ដឹងនិងចង់ឃើញពីការកកើតនៃការរីកចម្រើននៃសមត្ថភាពមនុស្សយើងម្នាក់ៗចាបន្ទាប់ពីបង្ហាញចាសមត្ថភាពរបស់ខ្លួនឯងតាមរយៈ YouTube ចា Nikki ក៏ចាប់ផ្ដើមមានកិត្តិនាមល្បីល្បាញរហូតមកនៅក្នុងនោះក៏ផលិតកម្មសង្ខៃមានការចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់ Nikki ហើយក៏បានមានការតំណែង Nikki ឲ្យចូលនៅក្នុងផលិតកម្មសង្ខៃនៅក្នុងនោះផងដែរ Nikki ក៏មានឱកាសវិវត្តនៅសមត្ថភាពរបស់ខ្លួនឯងនៅក្នុងការបង្ហាញពីសមត្ថភាពក្នុងនាមជាអ្នកនិពន្ធទំនុកច្រៀងចាថាតាតកតងទៅនឹងជីវប្រវត្តិរបស់ Nikki ដែលផុសចេញពីសិល្បៈមួយដួងដោយអង្គឯងហើយផ្ដើមចេញពីការស្រឡាញ់ដោយធម្មតាតែទីបំផុតក្លាយទៅជាអ្នកចម្រៀងមួយដែលគេអាចទទួលស្គាល់បានទាំងក្នុងស្រុកនិងក្រៅស្រុកថាតាមានជីវប្រវត្តិយ៉ាងណាខ្លះទាំងការលំបាកនៅក្នុងកិច្ចការងារខាងផ្នែកសិល្បៈនោះសូមអញ្ជើញលោកលោកស្រីអ្នកនាងកញ្ញាទទួលស្ដាប់នៅជីវប្រវត្តិរបស់វត្តមានតារាចម្រៀងសួនសុចិតាហៅ Nikkiនឹងស្អីប្រពន្ធជីសៀងមួយនឹងស៊ីសុកនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នវិស័យសិល្បៈចម្រៀងសម័យកំពុងមានសន្ទុះរីកដុះដាលយ៉ាងខ្លាំងមិនចាញ់បណ្ដាប្រទេសជឿនលឿននៅលើពិភពលោកនោះទេទាំងនេះក៏ដោយសារតែប្រទេសរបស់យើងកំពុងអភិវឌ្ឍនៅធនធានមនុស្សផ្នែកខាងវិស័យសិល្បៈជាច្រើនដែលពួកគេសុទ្ធសឹងតែមានសមត្ថភាពនិងទេពកោសល្យពីធម្មជាតិរួមផ្សំជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់ដើម្បីបង្ហាញពីស្ទីលប្លែកៗរបស់ពួកគេម្នាក់ៗទន្ទឹមនឹងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាមួយនឹងសិល្បៈតន្ត្រីព្រមទាំងមានការសិក្សាពីសិល្បៈរបស់បរទេសខ្លះៗទីបំផុតពួកគេក៏បានសម្រេចនៅអ្វីដែលប្លែកនិងអស្ចារ្យសម្រាប់បទចម្រៀងថ្មីៗផ្ទាល់ខ្លួនរបស់ពួកគេបើសិនយើងនឹកគិតទៅដល់បទចម្រៀងដែលជាស្នាដៃថ្មីៗរបស់កូនខ្មែរនាសម័យបច្ចុប្បន្ននេះមានការរីកចម្រើនយ៉ាងក្រាស់ក្រែលស្របពេលនឹងប្រទេសរបស់យើងកំពុងតែស្ថិតនៅក្នុងសម័យអ៊ីនធឺណិតបទចម្រៀងណាមួយដែលត្រូវបានគាំទ្រពីសំណាក់យុវវ័យដែលពួកគេបានទស្សនាតាមរយៈបណ្ដាញសង្គម Facebook ឬ YouTube បទចម្រៀងទាំងនោះបានឆ្លុះបង្ហាញពីភាពស៊ីវិល័យរួមជាមួយបច្ចេកទេសនៃការសម្ដែងព្រមជាមួយនឹងអត្ថន័យខ្លឹមសារនៃបទចម្រៀងដែលបានរៀបរាប់យ៉ាងល្អប្រសើរមិនត្រឹមតែប៉ុណ្ណោះបទចម្រៀងដែលនិពន្ធថ្មីៗខ្លះគឺមានអត្ថន័យនិងខ្លឹមសារជាភាសាបរទេសយ៉ាងក្បោះក្បាយជាមួយនឹងសម្លេងស្រែកច្រៀងយ៉ាងពីរោះក្រៃលែងនេះជាចំណុចមួយសបញ្ជាក់ឲ្យឃើញថាសិល្បៈរបស់ខ្មែរយើងនឹងមានចំណុចលេចធ្លោបន្ថែមទៀតនាពេលអនាគតបើសិនជាទស្សនិកជននិងមិត្តមិត្តយុវវ័យធ្លាប់បានទស្សនាតាមបណ្ដាញសង្គម Facebook ឬ YouTube ប្រកាសជាស្គាល់នៅតារាចម្រៀងយុវវ័យមួយរូបដែលមានឈ្មោះថា Nikkiថ្ងៃមួយយើងបានជួបគ្នាមិនដឹងបងគិតយ៉ាងណាតែរូបអូនស្អប់រៀមរានៅក្នុងរាត្រីនេះកម្មវិធី CTN 21នឹងបង្ហាញជូននៅស្នាដៃរបស់សិល្បករនីចំនួនថ្មីមួយរូបនេះជូនដល់ទស្សនិកជនបានទស្សនាក្នុងរាត្រីនេះនិកបាត់ដំបង Nikki ជាកូនស្រីច្បងក្នុងចំណោមបងប្អូន4នាក់នាឆ្នាំ 1996 ស្របពេលដែលលោកឪពុករបស់ Nikki ផ្លាស់ប្ដូរការងារសមាជិកគ្រួសារទាំងអស់ក៏បានផ្លាស់ប្ដូរទីលំនៅមករស់នៅទីក្រុងភ្នំពេញ
នីគីក៏បានចូលសិក្សានៅសាលាបឋមសិក្សាបាក់ទុងលុះដល់ឆ្នាំ1998នីគីនិងសមាជិកគ្រួសារត្រូវបានផ្លាស់ប្ដូរមករស់នៅសហរដ្ឋអាមេរិករយៈពេល1ឆ្នាំតាមរយៈលោកប៉ារបស់នាងដែលត្រូវធ្វើបំពេញកិច្ចការងារនៅសហរដ្ឋអាមេរិកក្រោយពីត្រឡប់មកពីសហរដ្ឋអាមេរិកវិញនីគីក៏បានចូលសិក្សាបន្តនៅសាលាបឋមសិក្សានិងការសិក្សាភាសាអង់គ្លេសនៅសាលាឯកជននៅរាជធានីភ្នំពេញនិងបានបន្តការសិក្សាថ្នាក់វិទ្យាល័យរហូតដល់បញ្ចប់សញ្ញាបត្រទុតិយភូមិដោយសារតែមាននិស្ស័យស្រឡាញ់សិល្បៈតាំងពីតូចនីគីតែងតែច្រៀងលេងពេលទំនេរពីការសិក្សានិងច្រៀងខារ៉ាអូខេលេងជាមួយនឹងឪពុករបស់នាងក្នុងគេហដ្ឋាននីគីកាន់តែចាប់ផ្ដើមចូលចិត្តសិល្បៈតន្ត្រីទ្វេឡើងនាងក៏ចាប់ផ្ដើមហាត់ច្រៀងតាមបទរបស់ Britney Spears និង Christina អ្វីដែលជាការកត់សម្គាល់គឺការប្រើសម្លេងច្រៀងជាភាសាអង់គ្លេសរបស់នាងគឺប្រើបានយ៉ាងល្អប្រសើរនៅខែធ្នូឆ្នាំ2010នីគីក៏បានចាប់ផ្ដើមច្រៀងចម្រៀង cover ហើយក៏បានបង្ហោះវាដាក់តាមប្រព័ន្ធអ៊ីនធឺណិត YouTube ស្របពេលដែលនីគីចាប់ផ្ដើមច្រៀងចម្រៀងជាលក្ខណៈ cover ដាក់តាមប្រព័ន្ធអ៊ីនធឺណិតនាងក៏បានប្រកបជំនួញមួយដែរគឺការផ្ដល់សេវាកម្មខាងផ្នែកថតរូបក្រោយមកទៀតនាងក៏បានក្លាយជាសមាជិកម្នាក់ក្នុងចំណោមសមាជិក13នាក់នៃគម្រោង Song Kitty Song Kitty ជាសមាគមផលិតបទចម្រៀង Original ដែលផលិតដោយស្នាដៃកូនខ្មែរពិតៗបន្ទាប់ពីនីគីបានក្លាយជាសមាជិកក្នុងសមាគម Song Kitty នាងក៏ចាប់ផ្ដើមស្រាវជ្រាវអំពីសិល្បៈចម្រៀងនិងតន្ត្រីហើយបន្តមកទៀតក៏មានការប្រកួតប្រជែងសម្លេងរបស់នាងជាមួយនឹងសមាជិកក្នុងក្រុម Song Kitty អ្វីដែលនឹកស្មានមិនដល់គឺនាងត្រូវបានជ្រើសរើសយកសម្រាប់អាល់ប៊ុម Song Kitty ពេលនោះក្រុមគ្រួសាររបស់នាងបានលើកទឹកចិត្តហើយមានការជ្រោមជ្រែងពីលោកប៉ានិងមិត្តភ័ក្តិជុំវិញខ្លួនជាច្រើនកត្តានេះហើយបានជំរុញទឹកចិត្តនាងឲ្យចូលប្រឡូកយ៉ាងពេញទំហឹងជាមួយនឹងការច្រៀងនិងនិពន្ធបទភ្លេងថ្មីៗនីគីចូលចិត្តនិពន្ធបទចម្រៀងដែលទាក់ទងទៅនឹងអ្វីដែលនាងបានឃើញជារៀងរាល់ថ្ងៃនិងបទពិសោធន៍ដែលនាងបានជួបប្រទះនាពេលកន្លងមកមិនត្រឹមតែប៉ុណ្ណោះនីគីក៏មានមហិច្ឆតាចង់ក្លាយជាអ្នកចម្រៀងនិងក្លាយជាអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់ដែលពោរពេញទៅដោយទេពកោសល្យនិងការច្នៃប្រឌិតខ្ពស់បន្ទាប់ពីទទួលបាននូវស្នាដៃនិងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈប្រព័ន្ធអ៊ីនធឺណិតនិង YouTube នីគីក៏តែងតែចូលរួមសម្ដែងជាមួយនឹងកម្មវិធីសិល្បៈជាច្រើនក្នុងនោះមានការសម្ដែងជាការប្រគំតន្ត្រីសម្បរសធម៌ជាមូលនិធិការសម្ដែងសិល្បៈតាមបណ្ដាអង្គការក្រុមហ៊ុនផ្សេងៗនិងតាមការប្រគំតន្ត្រីអន្តរជាតិធំៗជាច្រើនលើកព្រមទាំងបានចេញទៅសម្ដែងនៅឯបរទេសផងដែរទោះជាមានការស្រឡាញ់ចូលចិត្តសិល្បៈចម្រៀងនិងនិពន្ធបទភ្លេងយ៉ាងណាក៏ដោយក៏នីគីមិនបានរាថយបោះបង់ចោលការសិក្សានោះទេសពថ្ងៃនាងក៏ជានិស្សិតឆ្នាំទី4នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រផ្នែកអក្សរសាស្ត្រអង់គ្លេស With you, I can always find the right words, even all the right ways. អាសាចូល YouTube ចូលអីហើយអាសាទិញ CD នៅផ្សារសូយ៉ាយើងចាបទតែជាបទផ្ទាល់ខ្លួនរបស់ខ្ញុំគឺតែមាន2បទទេបងគេដាក់ការងារឲ្យទាំងអស់គ្នា13នាក់ហ្នឹងឲ្យតែងនិពន្ធចាលោកលោកស្រីអ្នកនាងកញ្ញាដែលកំពុងតែតាមដានទស្សនានៅក្នុងកម្មវិធី CTN ប៉ុស21វគ្គដំបូងលោកអ្នកប្រកាសជាបានទទួលជ្រាបចាពីជីវប្រវត្តិរបស់ប្អូនស្រីចាសួនសុជាតាចាដែលឈ្មោះហៅក្រៅរបស់គាត់គឺចានីគីចាហើយក៏ដូចជាបងប្អូនយុវវ័យទាំងអស់ចាបងប្អូនទាំងអស់គ្នាប្រកាសជាបានឃើញពីចារូបសម្ផស្សដ៏ស្រស់ស្អាតរបស់គាត់រួមជាមួយនឹងទេពកោសល្យស្នាដៃខាងផ្នែកវិស័យសិល្បៈនៃការច្នៃប្រឌិតរបស់នីគីតម្រាំនឹងនីគីបានសាងកិត្តិនាមដោយយុវជនរបស់យើងយុវវ័យរបស់យើងគាត់ស្គាល់រហូតដល់សប្តាហ៍ថ្ងៃនេះផុសចេញពីគំនិតច្នៃប្រឌិតមួយរបស់នីគីចាភាពជោគជ័យទាំងអស់នេះចាដោយសារការស្រឡាញ់និងការខិតខំប្រឹងប្រែងនៅក្នុងរាត្រីនេះកម្មវិធី CTN ប៉ុស21របស់នាងខ្ញុំនឹងធ្វើបទសម្ភាសន៍វត្តមានចាកញ្ញាសួនសុជាតាដែលហៅថានីគីនៅក្នុងកម្មវិធីរបស់យើងខ្ញុំប្រកាសជាលោកអ្នកនាងចង់ដឹងអំពីការងារដ៏លំបាករបស់នីគីថាតើតម្រាំនឹងបានសាងកិត្តិនាមរយៈពេលមួយរយៈកាលខ្លីតែប៉ុណ្ណោះប៉ុន្តែនីគីអាចស្គាល់នៅក្នុងស្រទាប់ខាងផ្នែកវិស័យសិល្បៈដូច្នេះសូមស្វាគមន៍វត្តមានចាប្អូនស្រីចាសួនសុជាតាហើយនីគីជំរាបសួរបងអូនស្រីចាឈ្មោះនីគីអ្នកណាគឺជាអ្នកដាក់ឲ្យប៉ាចាដំបូងឈ្មោះនិចទេបងតែពេលយើងទៅស្រុកក្រៅទៅគេពិបាកហៅនិចព្រោះខ្លីពេកគេសុំហៅនីគីទៅប៉ាក៏គាត់ព្រមឲ្យហៅថានីគីចឹងទៅខ្ញុំក៏ស្រឡាញ់ឈ្មោះហ្នឹងទៅមានអត្ថន័យទេនីគីនេះ
ខ្ញុំអត់ដឹងដែរ អត់ដឹងអត្តន័យថាម៉េចទេណាមែនទេចាមានឈ្មោះខ្លះមានអត្តន័យ ចានីគីហ្នឹងប្រហែលជាមានបងតែអត់ដែលបានស្រាវជ្រាវ អត់ដែលបានស្វែងយល់ពីនីគីថាបកប្រែជាភាសាខ្មែរថាម៉េចចាប៉ុន្តែបើសិនជាបងឈ្មោះសួនសុចិតាប្រហែលជាគៀងពិបាកចាំបន្តិច ចាបើហៅឈ្មោះចាហៅឈ្មោះថានីគីងាយចាព្រោះថាឥឡូវនេះគេនិយមប្រើឈ្មោះពីរចាបងឈ្មោះដើមកំណើតមួយឈ្មោះខាងក្រៅមួយចានីគីមានវត្តមាននៅក្នុងកម្មវិធីសិតន21របស់បងព្រោះថាអំបញ្ញមិញនេះទស្សនិកជនលោកបានទទួលស្ដាប់នៅជីវប្រវត្តិរបស់នីគីចានីគីគឺជាកូនស្រីច្បងក្នុងចំណោមគ្រួសារ4នាក់ចាហើយមួយរយៈនេះក៏នីគីចាប់ផ្ដើមមានកិត្តិនាមចាខាងផ្នែកវិស័យសិល្បៈបងចង់ដឹងការផុសចេញផ្ដើមដំបូងបំផុតធ្វើឲ្យនីគីខ្លាយទៅជាអ្នកចម្រៀងបានដោយសារអ្វីកាលពីក្មេងគាត់ជួយជាងក្រៅអូខេចាហើយរាល់សៅរ៍អាទិត្យខ្ញុំតែងតែអង្គុយទៅមុខទូឲ្យមើលគាត់ច្រៀងហើយចាហើយក៏ចាប់បានតិចនិចច្រៀងខ្លះទៅរហូតដល់ពេលមកដល់ឆ្នាំ2009ខ្ញុំប៉ាទិញ laptop ឲ្យមួយចាព្រោះចិត្តចូលមហាវិទ្យាល័យហើយពេលមាន laptop មានកាសមានទូរស័ព្ទមានរបស់ប្រើប្រាស់ច្រើនអញ្ចឹងទៅក៏នឹកឃើញធ្វើអីប្លែកលេងចាហើយក៏សាកច្រៀងសាកអីចឹងបង record ទៅហើយក៏ផុសនៅក្នុង YouTube ក្នុងឆ្នាំ2010ចាតាំងពីពេលមកខ្ញុំខិតខំផុសចម្រៀងរហូតតើអាច share បានតាម Facebook តាមអីចឹងទៅក៏គេស្គាល់ទៅចាការដែលបងអូនច្រៀងបង្ហោះតាម YouTube និង Facebook ពេលនោះបងអូនមានការជឿជាក់លើខ្លួនឯងយ៉ាងណាដែរនៅក្នុងការច្រៀងព្រោះថាពេលនោះយើងយកបទចម្រៀងបរទេសយកមកច្រៀងដែលជាបទដើមរបស់គេចាពេលហ្នឹងការជឿជាក់អត់សូវមានទេបងព្រោះគិតថាធ្វើលេងគេពេញចិត្តឬមិនពេញចិត្តការហ្នឹងខ្ញុំអត់សូវខ្វល់ទេទៅមកឥឡូវដែលខ្ញុំដូចថាខ្វល់ច្រើនភ័យខ្លាចគេអត់ពេញចិត្តបទខ្លួនឯងចាហេតុអីបានជាបងអូនមានកំណត់ថាបងអូនច្រៀងលេងបង្ហោះតាម YouTube ដើម្បីឲ្យគេស្គាល់យើងឬមួយក៏គិតថាគាត់តែបង្ហោះទៅអ្នកណាមើលក៏មើលអ្នកណាមិនមើលក៏ហើយចារបៀបចឹងបងអត់សូវខ្វល់អត់សូវគិតអីច្រើនទេគាត់ចង់ធ្វើលេងហើយអាការដែលយើងប្រើប្រាស់កុំព្យូទ័រហ្នឹងចេះតែនឹកឃើញធ្វើនេះធ្វើនោះចឹងទៅណាបងចានៅពេលដែលបងអូនបានបង្ហោះទៅបងអូនបាន check មើលថាតើអ្នកដែលចូលចិត្តបងអូនប្រហែលអ្នកដំបូងការដំបូងអត់មានគេរិះគន់អីទាំងអស់បងព្រោះថាអ្នកដែលមើលអ្នកដែលស្ដាប់ហ្នឹងគឺមានចំនួនតិចដែរហើយដោយសារគេចូលចិត្តច្រើនចឹងទៅខ្ញុំក៏បន្តធ្វើរហូតទៅចាភាគច្រើននេះគេវឹកហាត់បទចម្រៀងអ្នកណាគេខ្ញុំច្រៀងច្រើនបទណាដែលខ្ញុំអាចច្រៀងបានគឺខ្ញុំច្រៀងទាំងអស់ចាកន្លងមកខ្ញុំច្រៀងបទរបស់Taylor Swift, Rihanna, Adele ថាតែអ្នកចម្រៀងសិតតែអ្នកចម្រៀងសម្លេងកត់ខ្ពស់ចាគាត់តែឈ្មោះអ្នកចម្រៀងហ្នឹងគឺថាតែដឹងថាល្បីល្បាញនៅលើពិភពលោកគឺល្បីល្បាញសម្លេងរបស់គាត់ហើយបទចម្រៀងគាត់នីមួយៗគឺពិបាកក្នុងការច្រៀងចាបងប៉ុន្តែនេះគេបែរជាពេញចិត្តនៅសម្លេងរបស់ខ្ញុំចិត្តបទវិញដែររៀងពិបាកចានៅពេលដែលបងអូនមុននឹងសម្រេចចិត្តបង្ហោះនៅក្នុង YouTube បងអូនធ្វើការវឹកហាត់រយៈពេលយូរទេចាមុននឹងយើងថតយកជាសាច់ការហ្នឹងយើងហាត់ដែរបងយើងច្រៀងបទហ្នឹងប្រហែលជា2ចប់អញ្ចឹងទៅដើម្បីឲ្យកំពង់កយើងបើកហើយបានចាប់យកកាមេរ៉ាមកថតយកទៅចាដូច្នេះនៅពេលដែលលោកប៉ាគាត់បានផ្ដល់នៅ laptop មួយគ្រឿងនេះបងអូនមិនត្រឹមតែជា laptop ដើម្បីជាជំនួយនៅក្នុងផ្នែកការសិក្សាទេប៉ុន្តែវាអាចជួយមួយផ្នែកទៀតខាងសិល្បៈដែលបងអូនចូលចិត្តចាការដែលបងចូលចិត្តច្រៀងគឺផុសជួយមកពីក្រុមគ្រួសារគាត់ចូលចិត្តច្រៀងក្រៅអូខេចាបងរួមជាមួយនឹងនីគីចូលចិត្តច្រៀងដែរឬមួយចំណូលចិត្តខ្ញុំចូលចិត្តស្ដាប់បទអង់គ្លេសអញ្ចឹងបងតាំងពីក្មេងមកគឺស្ដាប់តែ97.5 វិទ្យុចា Love FM យើងហើយពេលដែលចេះប្រើអ៊ីនធឺណិតមកចូលអាសាចូល YouTube ចូលអីហើយអាសាទិញ CD នៅផ្សារសូយ៉ាយើងចាពេលនោះមានដៃគិតថាថ្ងៃណាមួយខ្ញុំនឹងសាងកិត្តិនាមរបស់ខ្ញុំឲ្យល្បីល្បាញមានដៃគិតដល់ចំណុចនេះទេគិតទេបងអត់ដែរមានកម្រងអីទាំងអស់ធ្វើនឹងចិត្តទៅដល់ពេលធ្វើច្រើនទៅបានចាប់ផ្ដើមមើលឃើញថ្មីថាអូខេរៀងដូចទៅឆ្ងាយដែរនេះអញ្ចឹងទៅក៏ខ្ញុំចាប់យកជាអាជីពហ្មងទៅឥឡូវចាបន្ទាប់ពីបងអូនបោះជា cover របស់ខ្លួនឯងតាមរយៈ YouTube ក៏គេចាប់ផ្ដើមមានការស្គាល់អ្នកដែលគាត់ចូលចិត្តលេង Facebook និងអ៊ីនធឺណិតច្រើនគាត់ចូលចិត្ត search មើលថាអ្នកណាដែលមានសមត្ថភាពខ្លះក្រោយមកទៀតហេតុអ្វីបានជាបងអូនបានក្លាយទៅជាសមាជិកនៅក្នុងផលិតកម្មមួយដែលគេបានជ្រើសរើសបងអូនច្រៀងចាការនោះគេមានសមាគមមួយគេទៅបង្កើតឡើងឈ្មោះថាសងខៃខ្មែរយើងហៅថាខ្លែងឯកចាពួកគាត់ជ្រើសរកអ្នកដែលមានសមត្ថភាពតាក់តែងចម្រៀងផ្ទាល់ខ្លួនកាលហ្នឹង
ខ្ញុំក៏មានចំណាប់អារម្មណ៍ហើយក៏ដាក់ពាក្យចូលដែរហើយពេលដែលទៅ audition ហ្នឹងគេក៏បានជ្រើសរើសខ្ញុំគេជំរុះសល់តែ13នាក់អញ្ចឹងរាល់ថ្ងៃហ្នឹងយើងមានសមាជិក13នាក់នៅក្នុងសមាគមហ្នឹងចាពេលហ្នឹងហើយបានចាប់ផ្ដើមធ្វើតែនិពន្ធបទចម្រៀងលក្ខណៈដូចថា serious តិចចាផលិតកម្មSong Kais នេះចាគឺជាផលិតកម្មដែលគាត់បានបង្កើតនៅក្នុងស្រុកខ្មែរយូរហើយឬនៅឬមួយក៏ទើបតែទាំងបង្កើតទេទើបតែថ្មីហ្នឹងឯងបងប្រហែលជាការឆ្នាំ2014យើងចេញ album មួយចាតែបង្កើតតាំងពី2013តែចុងឆ្នាំចាគាត់ឃើញបងតាមរយៈ YouTube ដែរឬមួយក៏មានគេណែនាំមានគេណែនាំគាត់ផងហើយខ្ញុំក៏រកឃើញគាត់ដូច្នេះយើងរកឃើញគ្នាចានៅពេលដែលរកឃើញគ្នាទៅក៏បងអូនក៏ប្រាប់ពីទេពកោសល្យរបស់បងអូនហើយគេក៏មានការជឿជាក់ទៅលើសម្លេងរបស់នីគីចាមកដល់ឥឡូវនេះថតបានប្រហែលបទហើយបទតែជាបទផ្ទាល់ខ្លួនរបស់ខ្ញុំគឺតែមាន2បទទេបងចាទំនុកភ្លេងថ្មីឬមួយក៏ថ្មីយើងតែងខ្លួនឯងទាំងអស់ចាទាំងទំនុកភ្លេងទំនុកច្រៀងអ្នកណាគេជាអ្នកនិពន្ធទំនុកច្រៀងអ្នកណាគេជាអ្នកនិពន្ធទំនុកភ្លេងចំពោះបទ Home for Dinner ដែលបទទី1របស់ខ្ញុំហ្នឹងអ្នកដែលនិពន្ធទំនុកភ្លេងគឺប្អូនប្រុសខ្ញុំចាខ្ញុំគាត់នៅសរសេរចឹងចាហើយនិពន្ធទំនុកច្រៀងខ្លួនឯងចាពេលបទទី2បទម៉ាយនេះមានគេអ្នកនៅផលិតកម្មស្រុកក្រៅគាត់ធ្វើឲ្យគាត់ធ្វើជាសាច់ភ្លេងឲ្យបងចាហើយគេសិនមកឲ្យយើងតាក់តែងសាច់រឿងឲ្យខ្លួនឯងទាំងអស់បងអូនជាអ្នកតែងទំនុកច្រៀងឲ្យខ្លួនឯងចាបងអូនប្រុសហេតុអីបានជាគាត់ចេះខាងផ្នែកភ្លេងព្រោះការហ្នឹងប៉ាគាត់ចង់យកគ្រូមកបរៀនភ្លេងនៅផ្ទះហើយគាត់សួរថាមានអ្នកណាខ្លះចង់រៀនតែដោយសារខ្ញុំកាលហ្នឹងជាប់ level រៀនអង់គ្លេសផងហើយថ្នាក់ទី12ទៀតអញ្ចឹងទៅមានប្រឡងមានអីចឹងអត់ចង់រៀនអីច្រើនចាបងអូនប្រុសខ្ញុំគេមានពេលទៅនេះគេក៏រៀនភ្លេងគេរៀនហ្គីតាគេរៀន piano ដល់ខ្ញុំវិញអត់បានរៀនអីសោះចាដូច្នេះបងអូនក៏មានវិដុងខាងផ្នែកសិល្បៈបងអូនរៀនភ្លេងទៅនៅក្នុងឆ្នាំណាខ្ញុំអត់ចេះលេងភ្លេងបងអូនប្រុសគាត់ប្រហែលជា4-5 ឆ្នាំហ្នឹងបងចាគាត់រៀនតាំងពីក្មេងចានៅពេលដែលផលិតកម្មចាដែលគាត់ឲ្យបទភ្លេងធ្វើគាត់ស្ម័គ្រចិត្តជាអ្នកធ្វើបទចម្រៀងនេះឲ្យបងអូន Song Kais គេដាក់ការងារឲ្យទាំងអស់គ្នា13នាក់ហ្នឹងឲ្យតែងនិពន្ធបទមួយតែមុននឹងយើងទៅតែងហ្នឹងគេប្រហាត់បរៀនយើងថារបៀបសរសេរយ៉ាងម៉េចចឹងបងហើយយើងត្រូវធ្វើខ្លួនឯងខ្ញុំក៏បបួលបងប្រុសខ្ញុំឲ្យតែងបទ Home for Dinner ហ្នឹងទៅព្រោះដោយសារខ្ញុំអត់ចេះលេងភ្លេងបងដូច្នេះខ្ញុំអត់ដឹងថាចាប់ផ្ដើមយ៉ាងម៉េចទេគាត់ចេះលេងគាត់ចេះតែដេញទៅខ្ញុំថាអូខេខ្ញុំជឿចិត្តអាហ្នឹងចឹងគាត់ក៏កត់ទុកចឹងហើយគាត់តែងជាមួយគ្នាទៅចាព្រោះថាផ្ដល់នូវភាពងាយស្រួលសម្រាប់នីគីដែរចាព្រោះបងអូនជាអ្នកលេងភ្លេងចឹងយើងចេះតែភ្លេងគេចេះតែលេងធម្មតាយើងអ្នកច្រៀងយើងយកកង្វាក់ណាមួយឲ្យទៅតាមអារម្មណ៍ដែលយើងចូលចិត្តចាបងនៅពេលដែលបទចម្រៀងនេះចេញតើលោកប៉ានិងអ្នកម៉ាក់គាត់គិតយ៉ាងណាដែរការ CD Song Kais ទៅចេញដំបូងហ្នឹងខ្ញុំបានទៅយក CD ទៅទុកលើតុឲ្យប៉ាអញ្ចឹងតែខ្ញុំអត់ដែលបាននិយាយអីជាមួយគាត់ឬក៏ប្រាប់គាត់ថាអូខេប៉ាបទនេះខ្ញុំតែងពីប៉ាខ្ញុំអត់ដែលនិយាយអីអញ្ចឹងទៅគាត់ដឹងឬក៏អត់ខ្ញុំអត់ដែលបានសួរហេតុអីបានជានីគីតែងបទចម្រៀងនេះពីគាត់ព្រោះថាការពីក្មេងគាត់ជាមនុស្សដែលធ្វើការច្រើនហើយការខ្ញុំនៅពីក្មេងគាត់ធ្វើការច្រើនគាត់ចិញ្ចោស្រុកក្រៅច្រើនទៅគាត់ស្មានពេលនៅផ្ទះហេអញ្ចឹងទៅខ្ញុំគិតថាអាហារពេលល្ងាចគឺជាពេលមួយសំខាន់បំផុតសម្រាប់គ្រួសារចាអញ្ចឹងទៅពេលដែលគាត់អត់សូវនៅអញ្ចឹងក៏ដូចថាយើងពិបាកចិត្តអីចឹងទៅប៉ុន្តែអត់មានអីអាក្រក់ឯងបងព្រោះថាគាត់ខំទៅរលុយឲ្យយើងអីទេចាអញ្ចឹងទៅគ្រាន់តែនឹកគាត់ច្រើនចាអញ្ចឹងតែងបត់ហ្នឹងឡើងចាធម្មតាយើងជាកូននៅពេលដែលយើងទទួលទានអាហារពេលល្ងាចយើងតែងតែចង់ជួបជុំបងប្អូនក្រុមគ្រួសារហើយនៅក្នុងនោះក៏យើងចង់ឃើញវត្តមានលោកឪពុកនៅរួមតុចាទទួលទានអាហារពេលល្ងាចជាមួយគ្នាគាត់នៅផ្ដល់នូវភាពកក់ក្ដៅប៉ុន្តែបទចម្រៀងនេះបងគិតថាល្អសម្រាប់គាត់ព្រោះថាអញ្ចឹងហើយណាក៏លោកឪពុកគាត់មានអារម្មណ៍មួយសប្បាយគាត់ថាអូកូននឹកអ្វីដែលកើតឡើងព្រោះថាចង់ផ្ដល់នូវភាពកក់ក្ដៅចាជូនដល់គាត់ចាហើយបើសិនជាអ្នកដែលគាត់យល់ពីអត្ថន័យនេះគាត់ប្រកាសជាមានការកត់សរសើរនីគីព្រោះថានីគីបាននឹកឃើញពីអ្វីក្រុមគ្រួសារគឺសំខាន់ចាជីវិតនៃការរស់នៅរបស់ក្រុមគ្រួសារនីគីគាត់ជាលោកប៉ាអ្នកម៉ាក់ដែលមានកម្រិតក្រមច្បាស់លាស់ទៅលើកូនដែរទេហើយគាត់មានវិន័យខ្លាំងទេទៅលើក្រុមគ្រួសារទៅលើកូនរបៀបនិយាយស្ដីរបៀបហូបចុកឬក៏ដើរអញ្ចឹងបងគឺគាត់វិន័យតឹងដែរចាប៉ុន្តែការសម្រេចចិត្តឬក៏ការជ្រើសរើសធ្វើអ្វីមួយដែលយើងស្រឡាញ់អញ្ចឹងគាត់អត់មានអីតឹងជាមួយយើងគាត់ឲ្យយើងធ្វើអីតាមចិត្តទាំងអស់ចាប៉ុន្តែក៏គាត់មានគោលការណ៍ច្បាស់ច
ចាក៏មានដូចទៅពុកម្ដាយដតីដែរអញ្ចឹងចាតែក៏អត់ស្អីខាត់ខាំងពួកខ្ញុំទេអញ្ចឹងហើយគាត់ផ្ដល់សេរីភាពឲ្យ ចាសេរីភាពច្រើន ចាព្រោះមានគ្រួសារខ្លះគាត់មានវិន័យទៅលើកូនកូនធ្វើអ្វីក៏ដោយត្រូវតែស្ដាប់បង្គាប់លោកឪពុកអ្នកម្ដាយហើយមានគ្រួសារខ្លះក៏គាត់ផ្ដល់ឱកាសសិទ្ធិសេរីភាពដល់កូនចាព្រោះបងអូនដែលបានរស់នៅសហរដ្ឋអាមេរិករយៈពេល1ឆ្នាំចាបងអូនក៏មានការឆ្លងកាត់ការយល់ដឹងនៃការរីកចម្រើននៃប្រទេសគេដែរចាលោកស្រីអ្នកនាងកញ្ញានឹងបានទទួលជ្រាបបន្តទៀតនៅក្នុងវគ្គក្រោយចានៅក្នុងពេលនេះសូមអនុញ្ញាតសម្រាប់មី Pleasant ខ្ញុំត្រៀមខ្លួនបានហើយខ្ញុំអាចឡើងបានហើយចឹងមកខ្ញុំឡើងរបៀបលក្ខណៈ EDM បង EDM បទ dance បទអីចឹងបទញាក់ចឹងយើងតែងពីអីសប្បាយចាសូមអញ្ជើញលោកស្រីអ្នកនាងកញ្ញាទទួលស្ដាប់កិច្ចសម្ភាសន៍បន្តទៀតចានេះគេនៅពេលដែលបងអូនទៅរស់នៅសហរដ្ឋអាមេរិកជាមួយនឹងលោកឪពុកអ្នកម្ដាយរយៈពេល1ឆ្នាំចាបងចាបងអូនក៏បានសិក្សានៅទីនោះចាពេលនោះថ្នាក់ទីប្រហែលដែរថ្នាក់ទី1បងទៅនឹងថ្នាក់ទីទៅអាយុប្រហែលបានថ្នាក់ទី1ប្រហែលកាលហ្នឹងប្រហែលជា6ឆ្នាំបងក្មេងមែនតើចាប៉ុន្តែថ្នាក់ទី1នៅស្រុកគេដូចស្មើថ្នាក់ទី4ទី5យើងបងចាអញ្ចឹងគឺមួយឆ្នាំមែនតែរៀនបានច្រើនចាព្រោះថ្នាក់ទី1នៅនោះការប្រើភាសាគឺខ្ពស់ខ្លាំងអ្នកខ្លះគាត់សឹងតែមិននឹកស្មានម្ដងថ្នាក់ទី1ហេតុអីប្រើភាសាខ្ពស់សំបីតែវេយ្យាករណ៍គេចាប់ផ្ដើមរៀនថ្នាក់ទី1ហើយចានៅពេលដែលបងអូនបានធ្លាប់សិក្សានៅពីតូចនៅទីនោះហើយបងអូនមកសិក្សានៅទីនេះវាមានការខុសគ្នាយ៉ាងណាដែរខុសគ្នាខ្លាំងបងថាការនៅនោះវាមិនមែនស្រួលទេយើងរៀនអញ្ចឹងយើងមានពេលពិបាកដែរដល់ពេលមកស្រុកខ្មែរវិញមានអារម្មណ៍ថាស្រួលដូចថាកិច្ចការដែលគ្រូដាក់មកខ្ញុំធ្វើបានរហូតហើយពេលប្រឡងអីក៏បានបន្ទុកបានខ្ពស់អញ្ចឹងមានអារម្មណ៍ថាវាខុសគ្នាខ្លាំងចាហើយណាមួយនៅពេលដែលបងអូនទៅរស់នៅទីនោះទើបតែអាយុ6ឆ្នាំហើយបងអូនបានវឹកហាត់pronunciation នៅឯប្រទេសគេវាផ្ដល់នូវភាពងាយស្រួលសម្រាប់បងអូនទៀតចាព្រោះអីពេលយើងក្មេងយើងចាប់អីបានច្រើនហ្មងតិចយើងវ័យចាបងអូនដែលមានគោលការណ៍របស់ខ្លួនឯងថាឥឡូវនេះពីមុនគាត់តែថាយើងធ្វើអ្វីលេងសម្រាប់ខ្លួនយើងគាត់ថាយើងចូលចិត្តខាងផ្នែកវិស័យសិល្បៈមកដល់ពេលឥឡូវនេះនីគីក៏ចាប់ផ្ដើមមានការស្គាល់យ៉ាងច្រើនពីសំណាក់ទស្សនិកជនតើមានគោលការណ៍របស់ខ្លួនឯងយ៉ាងណាចាដោយសារមានអារម្មណ៍ថាការនិពន្ធបទចម្រៀងការច្រៀងរបស់ខ្ញុំនេះមានឥទ្ធិពលខ្លាំងចំពោះអ្នកស្ដាប់និងអ្នកគាំទ្រខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងចាប់យកជាអ្នកចម្រៀងនេះហើយចាបានន័យថាលេងធ្វើលេងទៀតហើយលេងធ្វើមែនតើបើចេញជាវីដេអូចេញជាលក្ខណៈ professional video ហ្មងបងអត់ធ្វើដូចវីដេអូនៅផ្ទះក្នុងកន្ទប់ទៀតទេចាធ្វើប្រតិបត្តិគាត់នៃការសាកល្បងនៅខ្លួនឯងចាបងអូនទៅតែនឹងចេញបាន2បទចាបងចាមើលឃើញខ្លួនឯងយ៉ាងម៉េចដែរខ្ញុំគិតថាប្រហែលជាធ្វើបទចម្រៀងតតិចមកវល់មួយអាល់ប៊ុម2 3អាល់ប៊ុមអីបានល្បីតែខ្ញុំភ្ញាក់ផ្អើលមែនទែនដែរគ្រាន់តែមួយបទ Home for Dinner ហ្នឹងខ្ញុំបានទទួលការគាំទ្រច្រើនដល់អញ្ចឹងទៅសម្រាប់បទទី2 Mai នេះគឺអត់ពិបាកក្នុងការ promote ក្នុងការអីបងចេញទៅគឺមានគេចាំស្ដាប់ហ្មងចាមានត្រៀមបទបន្តដែរទេមានបងគឺមានត្រៀមជាអាល់ប៊ុមហ្មងចាក្នុងឆ្នាំហ្នឹងតែយើងអត់ទាន់ប្រកាសថាចេញពេលណាចាបងអូនបានធ្លាប់ចូលរួមការប្រគំតន្ត្រីនៅក្នុងកម្មវិធីសប្បុរសណាខ្លះការប្រគំតន្ត្រីសប្បុរសធម៌ខ្ញុំធ្វើបានច្រើនបងកន្លងមកខ្ញុំធ្វើបាន15កម្មវិធីចាកម្មវិធីនៅក្នុងស្រុកចាបងនៅពេញយើងពីច្រើនចាកម្មវិធីនេះតើតងទៅនឹងកម្មវិធីសប្បុរសអ្វីដែរជួយដល់កុមារកំព្រាមានច្រើនបងដោយសារមានដល់ទៅ16អញ្ចឹងគោលការណ៍គាត់ខុសគ្នាមានអ្នកខ្លះទៅជួយកុមារយើងនៅមន្ទីរពេទ្យកុនតបុប្ផាអ្នកខ្លះទៅជួយនៅខេត្តនៅតាមខេត្តកពតខេត្តសៀមរាបចាការប្រគំតន្ត្រីមានសមាជិកតែនីគីតែមួយឬមួយក៏នៅក្នុងក្រុមរបស់យើងទាំងអស់បើសិនជាទៅប្រគំនៅតាមខេត្តភាគច្រើនខ្ញុំចូលចិត្តធ្វើការតែម្នាក់ឯងព្រោះកុំឲ្យវាពិបាកតែបើសិនជាការប្រគំតន្ត្រីនៅពេញយើងអញ្ចឹងខ្ញុំតែងតែបបួលមិត្តភ័ក្តិម្នាក់ឬក៏2នាក់អីចឹងដើម្បីសម្ដែងនៅលើឆាកទាំង2ទាំង3នាក់ហ្នឹងចាព្រោះបងបានឃើញថាមួយរយៈនេះចានៅក្នុងស្រទាប់យុវវ័យភាគច្រើនចាគឺយុវវ័យមានការគ្រប់គ្រងហើយគាត់ក៏ចង់បង្ហាញអំពីសមត្ថភាពរបស់គាត់នៅពេលដែលគាត់ចូលចិត្តខាងផ្នែកវិស័យសិល្បៈដូចជានីគីហាក់បីដូចជាក្មេងស្រីគំរូមួយសម្រាប់ពួកគាត់ទាំងអស់គ្នាដែលបើសិនជាគាត់ចង់បង្ហាញអំពីសមត្ថភាពរបស់គាត់នៅខាងផ្នែកវិស័យសិល្បៈចាប៉ុន្តែអ្វីដែលចម្លែកគឺមិនដែលឃើញនីគីបានបង្ហាញតាមរយៈការប្រគំតន្ត្រីស្ថានីយ៍ទូទស្សន៍តទៅសោះមូលហេតុមកពីអ្វីខ្ញុំគិតថាចំពោះខ្ញុំការចូលទូទស្សន៍គឺជាអ្វីមួយដែលធំបំផុតបើសិនជានិយាយពីការល្បីវិញខ្ញុំគិតថាទូទស្សន៍ហ្នឹងហើយគឺក្រោយគេបំផុតបានន័យថាបើយើងបានឡើងទូទស្សន៍ហើយគឺយើងល្បីហើយចាអញ្ចឹងចំពោះខ្ញុំបើសិនជាខ្ញុំចូលទូទស្សន៍ខ្ញុំចង់ឲ្យវាពិសេសឲ្យវា special អញ្ចឹងបើសិនជាខ្ញុំចូលគ្រប់ពេលអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាវាដូចអត់សូវពិសេសបងចាអញ្ចឹងទៅខ្ញុំរើសដែរខ្ញុំមើលដែរបើសិនជាខ្ញុំមានអារម្មណ៍ថាអូខេ
ខ្ញុំធៀមខ្លួនបានហើយខ្ញុំអាចឡើងបានហើយចឹងមិនខ្ញុំឡើង ចាសង្ឃឹមថាថ្ងៃណាយើងចេញនៅបទមកអាល់ប៊ុមរបស់យើង ចាបង ចាយើងនឹងបង្ហាញពីស្នាដៃរបស់យើងទាំងអស់តែម្ដង ចា ចាភាគច្រើនវគ្គក្រោយៗដែលបងអូនបានតែងឲ្យខ្លួនឯងច្រើនតែនិយាយពីអ្វីខ្លះពីស្នេហាឬមួយក៏ពីជីវិតនៃការរស់នៅក្នុងសង្គមយើង ចាបទចម្រៀងនៅក្នុង album នេះខ្ញុំមានរឿងច្រើនបងមានតាមបទដែរបងបទកំសត់ចឹងទៅតែងពីស្នេហាបែកបាក់អីចឹងទៅ ចា បើបទរបៀបលក្ខណៈ EDM បង EDM បទ dance បទអីចឹងបទញាក់ចឹងយើងតែងពីអីសប្បាយៗចា ចា គឺវាមានលាយច្រើន ចាការដែលធ្វើឲ្យបងអូនមានអារម្មណ៍មួយថាបងអូនតែងបទចម្រៀងឧទាហរណ៍ថាបទបែបមនុស្សចេតនា ចា តើបងអូនផ្ដោតទៅលើអ្វីខ្លះទើបបងអូនអាចតែងនៅបទចម្រៀងនេះចេញបាន ខ្ញុំមើលទៅប្រវត្តិខ្លួនឯងដែរតែខ្ញុំឆ្លងកាត់អីខ្លះខ្ញុំមានបទពិសោធន៍អីខ្លះចឹងខ្ញុំពេលដែលខ្ញុំសរសេរបទចម្រៀងគឺភាគច្រើនគឺផ្អែកមកលើខ្លួនខ្ញុំ ចាតាមអ្វីដែលបងបានធ្លាប់ស្ដាប់ប្រវត្តិអ្នកនិពន្ធរបស់យើង ចា គាត់និពន្ធនៅបទនីមួយៗគាត់តែងតែប្រើអារម្មណ៍មនុស្សចេតនាខ្ពស់ឧទាហរណ៍ថាបើសិនជាគាត់ចង់តែងនៅបទចម្រៀងបែបមនុស្សចេតនានៅតំបន់រមណីយដ្ឋានណាមួយគាត់ទៅដល់ទីនោះចំពោះបងអូនវិញតើមានតិចនិចនៅក្នុងការនិពន្ធបទចម្រៀងដោយខ្លួនឯងយើងមានតិចនិចយ៉ាងណាដែរ ដូចគ្នាបងដូចថាបើសិនជាគេដាក់ការងារមកគេថាអូនីគីឥឡូវយើងត្រូវការបទ dance បទដែលសប្បាយអញ្ចឹងបើខ្ញុំមកបានចេញទៅក្រៅជប់លៀងជប់មិត្តភ័ក្តិអីចឹងខ្ញុំអត់មាន ដឹងថាបទសប្បាយយ៉ាងម៉េចទេ អត់មាន inspiration អត់ចាអញ្ចឹងទៅពេលខ្លះក៏ត្រូវដូចថាទៅដល់ទីកន្លែងនឹងផ្ទាល់ដើម្បីចាតាក់តែងទៅ ចាបើចឹងបានសេចក្តីថាដល់បទសប្បាយត្រូវតែទៅចូលក្លឹបចាព្រោះថាត្រូវទៅមើលគេអារម្មណ៍ថាយុវវ័យរបស់យើង ឬក៏យើងមើលយើងភាគច្រើនខ្ញុំ research បងបើសិនខ្ញុំមកបានទៅកន្លែងនឹងផ្ទាល់គឺខ្ញុំ research បើសិនជាបទចម្រៀងនឹងនិយាយអំពីស្នេហារបៀបអ្នកអាយុ30ទៅ40ឆ្នាំអញ្ចឹងខ្ញុំអត់មានបទពិសោធន៍ខាងហ្នឹងអញ្ចឹងខ្ញុំ Google ខ្ញុំ research មើលទៅខ្ញុំអានប្រវត្តិចាអាន article ឲ្យច្រើនអញ្ចឹងទៅខ្ញុំចាប់ផ្ដើមសរសេរចេញ ត្រូវហើយព្រោះថាយើងក្នុងនាមយើងជាអ្នកនិពន្ធបើសិនជាយើងឃើញនៅកន្លែងណាភាពជាក់ស្ដែងវាប្រសើរសម្រាប់យើងឧទាហរណ៍ថាបទសបាយតែយុវវ័យរបស់យើងគាត់សប្បាយរបៀបម៉េចតែមនុស្សវ័យកណ្ដាលគាត់ចិត្តរាំដែរប៉ុន្តែគាត់រាំរបៀបម៉េចដូច្នេះក្នុងនាមយើងជាអ្នកនិពន្ធត្រូវធ្វើតម្រូវទៅតាមចិត្តទស្សនិកជនប៉ុន្តែក៏តាមអារម្មណ៍របស់ខ្លួនឯងដែរចាយើងត្រូវធ្វើម៉េចឲ្យបានទាំងសងខាងចាផលពិបាកសម្រាប់នីគីទេនៅផ្នែកជំនាញអ្នកនិពន្ធបទចម្រៀងចំពោះខ្ញុំគិតថាពិបាកប៉ុន្តែអ្នកដែលគេមកពីមើលមកពីលើហ្នឹងក្នុងរយៈពេលមួយថ្ងៃជាងខ្ញុំតែងបាន3ទៅ4បទចំពោះគេគិតថានឹងអស្ចារ្យហើយស្រួលប្រហែលជាស្រួលសម្រាប់ខ្ញុំប៉ុន្តែចំពោះខ្ញុំគិតថាអត់ស្រួលទេព្រោះថាតើតែខ្ញុំតែងបានប្រហែលជា10បទក្នុងមួយថ្ងៃអីហ្នឹងបាទខ្ញុំគិតថាអូខេខ្ញុំប្រហែលជាជំនាញខាង2បទអ្នកផ្សេងគេសរសើរចាប៉ុន្តែសម្រាប់នីគីគឺខកអត់ទេក៏មួយថ្ងៃបាន10បទចាបងចាបាន2 3បទហ្នឹងគឺប្រសើរហើយចាបងតាមអ្វីដែលបងដឹងអ្នកចម្រៀងយើងខ្លះពីដើមក្នុងមួយបទគាត់តែងរហូតដល់1សប្តាហ៍2សប្តាហ៍អ្នកខ្លះរហូតដល់ទៅ1ខែចាបងចាបានទើបបានហើយមួយបទប៉ុន្តែនីគីក្នុងមួយថ្ងៃបាន2 3បទបទ Home for Dinner បទទី1ហ្នឹងកាលហ្នឹងលើកដំបូងបំផុតហើយដែលខ្ញុំតែងបទខ្លួនឯងអញ្ចឹងកាលហ្នឹងត្រូវការ2ថ្ងៃដែរតែចំពោះបទទី2បទ Mai នេះខ្ញុំចំណាយពេលតែ1ថ្ងៃទេអញ្ចឹងវាខ្លីទៅចាអញ្ចឹងឱកាសក្រោយទៀតប្រហែលជាក្នុងមួយថ្ងៃបាន10បទដូចនីគីគិតដែរការតែងហ្នឹងអត់ពិបាកទេបងដូចខ្ញុំនិយាយប្រាប់បងចឹងកន្លងមកបានចិត្ត20បទហើយតែការដែលយើងថតការយើង mix produce ហើយចេញចំណាយពេលយូរបានផលពិបាកញ៉ៃច្រើនចាសាលានិពន្ធរបស់នីគីនៅក្រុមការងាររបស់យើងថាតើគាត់យល់ឃើញយ៉ាងណាដែរគាត់មានឲ្យយោបល់ថានីគីនៅខ្វះចំណុចកន្លែងនេះនីគីអាចបន្ថែមនៅចំណុចនេះបន្ថែមទៀតនៅក្នុងសមាគមសងខេត្តគេអត់សូវផ្ដោតទៅលើអីដែលអវិជ្ជមានទេបងគឺជួយជ្រោមជ្រែងរហូតចឹងភាគច្រើនមានតែfeedback ល្អចាប៉ុន្តែតាំងពីខ្ញុំចូល label ចូលផលិតកម្ម ADG មកគេមើលទៅលើពាក្យដែលខ្ញុំសរសេរនៅក្នុងបទចម្រៀងច្រើនគេមើលល្អិតល្អន់ប៉ុន្តែគេអត់ដែរកែប្រែអីខ្លាំងទេបងព្រោះគេចង់ទុកសាច់រឿងរបស់ខ្ញុំនៅនឹងឡើងចាគេអត់ចង់ប៉ះពាល់អីច្រើនតែគេជួយតិចតួចដែរចានីគីធ្វើការប្រៀបធៀបកាលពីឆ្នាំ2010នីគីគឺជាក្មេងស្រីម្នាក់ដែលគាត់ថាចូលចិត្តនៃការច្រៀងរហូតមកដល់ឆ្នាំ2015នេះកិត្តិនាមរបស់នីគីក្លាយទៅជាយុវវ័យមួយដែលកំពុងតែមានការទទួលស្គាល់ច្រើនតើវាមានការខុសគ្នាយ៉ាងណាខ្លះខុសគ្នាបងព្រោះថាកាលពីមុនពេលដែលយើងធ្វើលេងអញ្ចឹងអត់មានសូវគេនិយាយច្រើនទេដល់ពេលឥឡូវយើងចេញបទ2បទហើយ music video យើងក៏រៀងដូចគាត់បើដែរអញ្ចឹងទៅគេក៏ចាប់ផ្ដើមវិភាគគេមើលគេនិយាយគេអីចឹងបង
ចាតែវាមានល្អភាគច្រើន ចាស្ថិតនៅក្នុងចំណុចនេះធ្វើឲ្យនីគីខ្លាយទៅជាស្ត្រីមួយដែលរត់តែមានការប្រុងប្រយ័ត្នឬមួយក៏យ៉ាងណា ចាបងយើងត្រូវតែប្រុងប្រយ័ត្នព្រោះថាគេចាំមើលរហូតចាអញ្ចឹងទៅខ្ញុំប្រយ័ត្នប្រយែងរបៀបស្លៀកពាក់របៀបនិយាយស្ដីចារបៀបចេញទៅក្រៅអញ្ចឹងជួបគេជួបឯងតែយើងត្រូវចាធ្វើយ៉ាងម៉េចចា ភាពសាមញ្ញជាស្ត្រីសាមញ្ញហើយនឹងភាពល្បីល្បាញថាតើមួយណាមួយដែលផលពិបាកសម្រាប់នីគី ភាពល្បីល្បាញបងចាព្រោះវាមានការងារធ្វើច្រើនបងហើយភាគច្រើនការងារកប៉ិកកប៉ុកតែវាច្រើនដល់ពេលយើងសាមញ្ញយើងធ្វើអីយើងសប្បាយ វាអត់ខ្វល់ពីអារម្មណ៍ណាហើយរីកគុណយើង ចាអត់មានទាំងពេលវេលាទាំងមនុស្សនាជំនាញខ្លួនក៏យើងអត់សូវខ្វល់ខ្វាយចាតែដល់ពេលភាពល្បីល្បាញវិញយើងត្រូវគិតពីពេលវេលាគិតពីមនុស្សម្នាគិតអីច្រើនចា គិតទៅនៅជុំវិញខ្លួនអ្នកដែលគេអ្នកណាដែលគេស្គាល់នីគីគាត់តែគេញញឹមយើងត្រូវងាកញញឹមយើងត្រូវអីបើសិនជាយើងជាមនុស្សសាមញ្ញគេអត់ស្គាល់យើងចឹងដល់ពេលយើងអង្គុយ2ម៉ោងអត់តមានណាគេហៅយើងមកហ្នឹងមែនទេចាពេលខ្លះស្រួលវិញតបងបើពេលចឹងចាបងអូនមានកលការរបស់ខ្លួនឯងយ៉ាងណាទៀតបន្ទាប់ពីយើងបានទទួលនៅភាពល្បីល្បាញហើយចាកលការខ្ញុំគឺចេញអាល់ប៊ុមឲ្យបាន2 ទៅ 3 អាល់ប៊ុមក្នុងរយៈពេល2 ឆ្នាំទៀតនេះចាបើសិនជាខ្ញុំអាចសម្រេចកលការនឹងបានខ្ញុំអាចបន្តទៅមុខទៀតធ្វើអីធំជាងនឹងទៀតបើន័យថាអាចទៅស្រុកក្រៅទៅអីចឹងបងចាមានកម្រងហេតុនៅថាយើងនឹងទៅប្រគំតន្ត្រីខ្ញុំចាំទៅស្ដាប់គេបងប៉ុន្តែ manager ខ្ញុំគាត់មានកម្រងចង់យកខ្ញុំទៅអាមេរិកយូរហើយតែឥឡូវយើងត្រូវរក sponsor ធ្វើអីចឹងបងចាព្រោះយើងអត់ចង់ចំណាយលុយខ្លួនឯងចាបងប្អូនខ្មែរនៅក្រៅប្រទេសចាគាត់ខ្មែរយើងបងតែខ្មែរអាមេរិកចឹងបងចាតែគេគាត់ស្គាល់នីគីច្រើនចាស្គាល់ច្រើនចាពេលខ្លះក៏គាត់ចង់បានថានីគីថ្ងៃណាទៅប្រគំតន្ត្រីចាមានគេអ្នកនៅនឹងគេសួរនាំច្រើនដែរខ្ញុំមិនដែលបានទៅសោះចាក្រុមគ្រួសារយ៉ាងមិនដែរលោកឪពុកអ្នកម្ដាយគាត់នៅពេលដែលឃើញកតញ្ញូរបស់នីគីល្បីល្បាញថាតើគាត់យល់ឃើញយ៉ាងណាចំពោះកូនស្រីគាត់មួយរូបនេះចាខ្ញុំមិនដែលសួរពួកគាត់ផ្ទាល់ទេបងប៉ុន្តែខ្ញុំឮពីអ្នកនៅជុំវិញខ្លួនគាត់ឬគាត់និយាយសរសើរពីខ្ញុំគាត់បើកទូរស័ព្ទបង្ហាញអញ្ចឹងទៅមិត្តភក្តិគាត់អញ្ចឹងថានេះបត់កូនខ្ញុំអញ្ចឹងទៅអញ្ចឹងខ្ញុំកាត់នៅយល់ប្រហែលជាគាត់សប្បាយចិត្តចំពោះចុះហេតុអីបានជាយើងអត់ដែលសួរពីទឹកចិត្តរបស់គាត់ខ្ញុំនៅខ្ញុំ move out បងខ្ញុំអត់នៅមួយពួកគាត់ទៀតទេចាព្រោះខ្ញុំមានគ្រួសារបងមានគ្រួសារហើយអត់នៅផ្ទះជាមួយគាត់ទេប៉ុន្តែយ៉ាងហោចណាស់ក៏យើងត្រូវបានសួរពីអារម្មណ៍គាត់ខ្លះហើយយ៉ាងមិនដែរឃើញពេញចិត្តអត់ទេគ្រួសារខ្ញុំមានទ្រលាប់មួយអត់សូវនិយាយអីច្រើនទេបងបើសិននិយាយគ្នាក៏និយាយសាច់កាយអញ្ចឹងបងចាចុះក្រុមគ្រួសាររបស់ប្អូនគាត់យ៉ាងមិនដែរទឹកចិត្តរបស់គាត់គាត់អត់អីខាងស្វាមីខ្ញុំមកបងគាត់គ្រប់គ្រងគាត់អត់ថាអីច្រើនទេចាគាត់ជាអ្នកជំនួញឬក៏គាត់អ្នកធ្វើការរាជការគាត់ធ្វើការរាជការដូចគ្នាចានៅពេលដែលគាត់ស្គាល់ប្អូនគឺប្អូនរៀបការមុនដែលប្អូនមានកេរ្តិ៍ឈ្មោះឬមួយគាត់ទៅតាមក្មេងៗខ្ញុំរៀបការឲ្យបើខ្ញុំរៀងល្បីបងចានៅពេលនោះគាត់ដឹងណាគាត់ដឹងថានីគីចិត្តច្រៀងគាត់ដឹងទេបងតើការឲ្យបានប្រហែល1 ឆ្នាំ 2អញ្ចឹងមកគាត់ចាប់ផ្ដើមឮពីអ្នកជិតខាងឬក៏ពីបងប្អូនថានីគីច្រៀងហើយគាត់ភ្ញាក់ផ្អើលមែនតើព្រោះគាត់ដែរដឹងនេះខ្ញុំមិនដែរសូវនិយាយទេចាពេលហ្នឹងគាត់អត់ដែរដឹងថានីគីច្រៀងអីហើយនីគីក៏អត់ប្រាប់គាត់ដែរអត់ប្រាប់ទេបងតែប៉ាម៉ាក់ខ្ញុំផ្ទាល់គាត់ដឹងព្រោះគាត់ធ្លាប់ឮខ្ញុំច្រៀងកាលពីក្មេងអញ្ចឹងដែរចាហើយនៅពេលដែលគាត់ដឹងយ៉ាងមិនដែរគាត់ជំរុញបន្ថែមឬមួយក៏គាត់ថានីគីគូណាតាផ្អាកការសិល្បៈព្រោះថាយើងមានគ្រួសារយើងមានអីចាដំបូងគាត់ប្រឡែងអញ្ចឹងដល់ពេលខ្ញុំធ្វើច្រើនពេកទៅគាត់ក៏រៀងចូលមកនិយាយដែរថាកុំសូវធ្វើនឹងច្រើនពេកគិតពីរឿងរៀនរឿងអីចាតែដល់ពេលឥឡូវគាត់ឃើញថាខ្ញុំធ្វើនេះវាលក្ខណៈរបៀបខុសគេដែរវាមានរឿងស្តង់ដារដែរអញ្ចឹងបងគាត់ក៏អត់មាត់អីទៀតទៅចាគាត់ក៏មានការលើកទឹកចិត្តបន្ថែមចាហើយសប្តាហ៍ថ្ងៃនៅតែបន្តឲ្យនីគីធ្វើដដែលចាក៏មានហាមគាត់ដែរបងចាចុះបើសិនជាថ្ងៃណាឱកាសក្រោយទៀតនីគីខ្លាយទៅជាអ្នកចម្រៀងដ៏ល្បីល្បាញហើយការងារមមាញឹកសម្រាប់នីគីនៅក្នុងការទៅដើរលេងការប្រគំតន្ត្រីតាមបណ្ដាខេត្តនានាឬក៏តាមរដ្ឋផ្សេងគាត់ប្រហែលជាអត់ហាមគាត់អីបងព្រោះថាឥឡូវខ្ញុំដោយខ្លួនឯងខ្ញុំធ្វើខ្ញុំសម្រេចចិត្តខ្លួនឯងទាំងអស់ហើយគាត់ក៏ឲ្យសេរីភាពនឹងដែរអញ្ចឹងទៅតែជាអត់មានបញ្ហាអីបងចាដូច្នេះធ្វើឲ្យនីគីមានចិត្តទូលាយបន្ថែមទៀតដើម្បីធ្វើកិច្ចការងារខាងផ្នែកសិល្បៈនេះបន្តទៀតចា
យើងជួបគ្នានៅក្នុងវគ្គក្រោយបន្តទៀតនៅក្នុងពេលនេះសូមអនុញ្ញាតសម្រាប់មួយ present គ្រាន់តែគេរកខ្ញុំឃើញគេតាក់ទងមកខ្ញុំខ្ញុំមានសង្ឃឹមភ្លាមខ្ញុំថាប្រហែលជាអាចធ្វើបានហើយព្រោះថាចំពោះខ្ញុំផ្ទាល់ហ្នឹងក៏ខ្ញុំត្រូវការវឹកហាត់ខ្លួនឯងដែរខ្ញុំអត់ទាន់ដល់កម្រិតមួយដែលថាជា professional ណាស់ណា សូមបន្តកិច្ចសម្ភារបន្តទៀតចានេះគេយកឃើញយ៉ាងណាដែរតាក់ទងខាងផ្នែកវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជារបស់យើងឥឡូវនេះ ខ្ញុំគិតថាឥឡូវយើងមានការនិពន្ធបទចម្រៀងថ្មីច្រើនបងជាពិសេសចេញពីយុវវ័យដោយសារតែយើងមាន social network Facebook YouTube ហ្នឹងបងហើយគេចេះប្រើច្រើនអញ្ចឹងទៅខ្ញុំឃើញពួកគាត់ធ្វើដូចខ្ញុំកាលពីប្រហែលឆ្នាំមុនអញ្ចឹងគាត់ចាចាប់ផ្ដើមថតតាមកាស iPhone តាមទូរស័ព្ទដែលគាត់មានចាបងអូនយកឃើញយ៉ាងណាដែរនៅចំណុចទាំងអស់នេះនៅពេលដែលពួកគាត់បានបង្ហាញសមត្ថភាពរបស់ខ្លួនឯងទោះបីជាគាត់មិនទាន់មានសម្ភារៈអ្វីក៏ដោយប៉ុន្តែគាត់អាចធ្វើទៅតាមការចូលចិត្តរបស់គាត់ ខ្ញុំពេលដែលខ្ញុំមើលទៅពួកគាត់ខ្ញុំឃើញខ្លួនឯងកាលពីមុនចាតែអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាសប្បាយដែលឃើញពួកគាត់ធ្វើអ្វីដែលខ្ញុំធ្លាប់ធ្វើហើយខ្ញុំដឹងថាបើសិនជាគាត់ព្យាយាមហើយបន្តធ្វើគាត់នឹងអាចមានថ្ងៃដូចខ្ញុំអញ្ចឹងចាក្នុងនាមបងអូនស្ថិតនៅក្នុងជាយុវវ័យមួយរូបដែរចាបងអូនចង់ឲ្យប្រទេសកម្ពុជារបស់យើងជាពិសេសយុវវ័យរបស់យើងគឺមានបទដែលខ្លួនឯងដោយមានការចម្លងចាបងអាហ្នឹងគឺខ្ញុំគិតថាមិនមែនតែខ្ញុំទេតែមនុស្សម្នាច្រើនណាស់ដែលគាត់ចង់បានព្រោះថាមានបទផ្ទាល់ខ្លួនគឺសំខាន់សម្រាប់គេមើលមកពីខាងក្រៅចាបងចាពីមុនបងអូនក៏ផុសចេញមកពីអ្នកចម្រៀងអត់ទាន់ចេះអ្វីទាំងអស់ចាបងចាគាត់តែថាច្រៀងលេងហើយយើងច្រៀងតាមបទគេនៅពេលដែលបងអូនច្រៀងតាមបទគេពេលនោះបងអូនអាចគិតថាថ្ងៃណាមួយបើសិនខ្ញុំអាចធ្វើបានខ្ញុំនឹងតែងនៅបទដោយខ្លួនឯងដោយខ្ញុំមិនយកចម្រៀងអ្នកណាមកច្រៀងចាខ្ញុំធ្លាប់គិតបងប៉ុន្តែការនោះដោយសារអត់មានអ្នកណាមករកយើងហើយយើងអត់មានអីចឹងបងអញ្ចឹងទៅយើងចេះតែគិតហើយប៉ុន្តែការផលិតការបង្កើតហ្នឹងវាមិនមែនស្រួលហើយវាដូចមានជំហានវាអញ្ចឹងបងដល់ពេលគ្រាន់តែគេរកខ្ញុំឃើញគេតាក់ទងមកខ្ញុំខ្ញុំមានសង្ឃឹមភ្លាមខ្ញុំថាប្រហែលជាអាចធ្វើបានហើយអញ្ចឹងចាបើយើងនឹងនិយាយពីបណ្ដាប្រទេសនានាជាពិសេសយើងអាចនិយាយប្រទេសជិតខាងឬក៏នៅលើប៉ែកខាងយុរ៉ុបចាតាក់ទងនឹងខាងផ្នែកសិល្បៈគឺទូលំទូលាយហើយគេគ្រប់គ្រងចាជាពិសេសគឺមានសាលាបណ្ដុះបណ្ដាលជាច្រើនរាល់នៅក្នុងប្រទេសកម្ពុជារបស់យើងក៏មានដែរតាក់ទងនឹងការសាលាបណ្ដុះបណ្ដាលខាងផ្នែកតន្ត្រីខាងផ្នែកនិពន្ធប៉ុន្តែគឺមានតិចតួចបំផុតចានេះគេដែលមានកំណត់ថាថ្ងៃណាមួយបើសិនជាខ្ញុំស្រឡាញ់ខាងជំនាញនេះហើយខ្ញុំចង់ឲ្យកូនខ្មែររបស់យើងមានការនិពន្ធបទចម្រៀងដោយខ្លួនឯងដែលមានគិតថាចង់បើកគម្រោងសាលាបណ្ដុះបណ្ដាលការបើកជាសាលាខ្ញុំមិនដែរគិតទេបងតែបើកជាផលិតកម្មខ្ញុំធ្លាប់គិតខ្ញុំគិតថាខ្ញុំប្រហែលជាអាចទៅថ្ងៃមុខអាចក្លាយជា producer មួយដែរបើសិនជាខ្ញុំចាប់យកការច្រៀងនេះជាប់រហូតទៅចានេះជាការស្វាស្វែងរបស់ខ្លួនចាចង់បានឲ្យឆាប់អត់អីបងខ្ញុំគិតថាតាមដំណើរចុះព្រោះថាចំពោះខ្ញុំផ្ទាល់ហ្នឹងក៏ខ្ញុំត្រូវការវឹកហាត់ខ្លួនឯងដែរខ្ញុំអត់ទាន់ដល់កម្រិតមួយដែលថាជា professional ណាស់ណាអញ្ចឹងទៅខ្ញុំគិតថាបើពេលវេលាអំណោយផលក៏តាមហ្នឹងទៅចានិយាយពីអ្នកចម្រៀងនៅក្នុងស្រុកខ្មែរយើងតើបងចូលចិត្តស្ដាប់បទចម្រៀងអ្នកណាគេខ្ញុំចូលចិត្តបងមាសសុខសុភីចាដូចបងដែរបងចូលចិត្តសម្លេងគាត់សម្លេងព្រោះចាដែរធ្លាប់ប្រខាត់ច្រៀងបទគាត់ទេធ្លាប់បងក្នុង YouTube ខ្ញុំមានបទគាត់2បទ1000រាត្រីហើយនិងបទពេលណាពេលហ្នឹងចឹងឥឡូវអាចច្រៀងគោកតិចបានអត់ដល់មានភ្លេងណាអូខេបងចាណាចាអូខេបងរត់ជឿត្រីឈៀងមិនទេបងបាត់អីក៏បានគិតថាឲ្យតែនីគីចាំចាបងចាខ្ញុំសូមច្រៀងបទ Home Container របស់ខ្ញុំតាមចាអូខេចាចាប់ផ្ដើម1 2 3 So many things aren't right I try to tell you some things aren't worth the fight If you open up your mind Show me your heart It would help to fix these broken parts Need you to listen I need you to care Like a bird with a broken wing I fall to the depths of my despair Come home for dinner Come home to each other It really matters to me អរគុណចាមានតែគិតថាថ្ងៃណាមួយព្រោះថាបទចម្រៀងទាំងអស់នេះសិនតែបទចម្រៀងជាភាសាអង់គ្លេសចាបងនេះគេមានតែគិតថាត្រូវតែងជាភាសាខ្មែរដែរបទម៉ែនជាបទខ្មែរបទខ្មែរចុងក្រោយដែលត្រូវច្រៀងចាបទម៉ែនបទទី2ខ្ញុំនេះ
បត់ខ្មែរលាយអង់គ្លេស អូ ចាវគ្គទី1ចឹងជាងជាខ្មែរដល់ពេលវគ្គទី2ជាងជាអង់គ្លេស ចាចុះប្រហែលបទក្រោយៗទៀតជាភាសាខ្មែរទាំងអស់ឬមួយក៏ ភាគ ខ្មែរ ច្រើនប្រហែលជាអង់គ្លេសបងប្រហែលជាមានបត់ខ្មែរមួយចាព្រោះថាគោលដៅខ្ញុំគឺចង់ទៅចាទៅខាងប្រទេសយុរ៉ុប ចាទៅ international បង ចាទៅខាងច្រើនជាង មានតែបត់អង់គ្លេសបែបគេស្ដាប់បានច្រើន ចាបងអូនមានដែរចូលចិត្តស្ដាប់បទចំនួនពីដើមរបស់លោកតាសិនស៊ីសមុទ្រចា ឥឡូវអត់ស្អីបងព្រោះថាដោយសារវាជាការងារហើយយើងត្រូវតាមដានបទចម្រៀងថ្មីច្រើនជាងអញ្ចឹងអត់មានពេល ចាហើយ ប៉ុន្តែអាសាដូចថាទៅណាមកណាអញ្ចឹងឲ្យតែពេលឮក៏ស្ដាប់អញ្ចឹងទៅណាបង ចាប៉ុន្តែក៏យើងក៏អត់បានគិតថាណាមួយយើងទៅវាអត់មានទៅដងយើងទៅខាងនឹងផង ចាព្រោះខ្ញុំអត់ចេះសោះរបៀបតិចនិចជាងបទខ្មែរ បទខ្មែរអត់ទេ មានលោក ចាមានលោកច្រើនពេកចាចេះតែមួយជាងបទមានសុខសុភាបាន ចាព្រោះបទគាត់រៀងស្រួលចា ចាអរគុណចំពោះនីគីដែលបានចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធីស៊ីតានប៉21ហើយបងសង្ឃឹមថានឹងអាចទស្សនាការប្រគំតន្ត្រីរបស់បងអូននីគីតាមស្ថានីយ៍ទូរទស្សន៍ស៊ីតានរបស់បង ចាបង ចាចឹងក្រោយមានអ្វី5ផ្ញើចា ខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្រងខ្ញុំទាំងអស់មិត្តភ័ក្តិនិងក្រុមគ្រួសារដែលគាត់តែងតែផ្ដល់ការលើកទឹកចិត្តដល់រូបនាងខ្ញុំចាហើយសង្ឃឹមថាពួកគាត់នឹងបន្តគ្រប់គ្រងនាងខ្ញុំទៀតព្រោះថាដោយសារការគ្រប់គ្រងគាត់នឹងហើយទើបនាងខ្ញុំមានថ្ងៃនេះចាសូមអរគុណចា ចាជូនពរឲ្យនីគីជោគជ័យការងារខាងផ្នែកវិស័យសិល្បៈបន្តទៀត ចាអរគុណ ចាអរគុណចាលោកស្រីនាងកញ្ញាដែលលោកអ្នកនាងបានទទួលជ្រាបពីជីវប្រវត្តិវត្តមានតារាចម្រៀងនីគីរួមជាមួយនឹងបងប្អូនយុវវ័យទាំងអស់គ្នាបើសិនជាបងប្អូនមានសមត្ថភាពពិតប្រាកដរបស់បងប្អូនហើយបើសិនជាបងប្អូនស្រឡាញ់ខាងផ្នែកវិស័យសិល្បៈផ្ដើមឡើងពីអ្វីដែលបងប្អូនអាចធ្វើបានយើងក៏អាចមានគំរូពីអ្នកនាងចានីគីដែលបានផ្ដល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីរបស់យើងខ្ញុំចាហើយអ្នកនាងក៏បានចាប់ផ្ដើមពីចំណុចមួយដែលគិតស្មានមិនដល់ថាខ្លួនឯងអាចធ្វើទៅអាចទទួលការគ្រប់គ្រងពីទស្សនិកជនហើយអាចទទួលបាននូវភាពល្បីល្បាញខាងផ្នែកវិស័យសិល្បៈនេះដែរបងប្អូនទាំងអស់គ្នារាល់តកតងខាងផ្នែកវិស័យសិល្បៈគ្រប់ទម្រង់យើងអាចធ្វើបានអាស្រ័យដោយសារអ្វីគឺអាស្រ័យដោយសារយើងត្រូវជឿជាក់ទៅលើសមត្ថភាពរបស់យើងហើយយើងត្រូវតែបង្ហាញពីអ្វីដែលជាអត្តសញ្ញាណជាតិរបស់យើងព្រោះថាតកតងទៅនឹងបទចម្រៀងជាច្រើនដែលមាននៅក្នុងប្រទេសកម្ពុជាតកតងទៅនឹងវិស័យសិល្បៈដែលកើតឡើងនៅក្នុងប្រទេសកម្ពុជារបស់យើងយើងឃើញថាមានការហូរចូលពីបណ្ដាប្រទេសនានាយ៉ាងច្រើននៅក្នុងនោះផងដែរដើម្បីជាការអភិរក្សហើយក៏ដូចជាការអភិវឌ្ឍខាងផ្នែកទម្រង់សិល្បៈនានាដែលមាននៅក្នុងប្រទេសកម្ពុជារបស់យើងស្រាប់ក្នុងនាមយើងជាយុវវ័យយើងត្រូវតែចូលរួមចំណែកដើម្បីជួយការពារតកតងទៅនឹងខាងផ្នែកវិស័យសិល្បៈចម្រៀងនៅក្នុងប្រទេសកម្ពុជារបស់យើងប្រកាសជានឹងមានមោទនភាពនៅពេលដែលយើងធ្វើឡើងដោយស្នាដៃកូនខ្មែររបស់យើងហើយយើងអាចចូលរួមប្រកួតឬក៏យើងអាចបង្ហាញនៅលើឆាកអន្តរជាតិដូចជាវត្តមានតារាចម្រៀងនីគីដែលបានផ្ដល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីស៊ីតានប៉21របស់យើងខ្ញុំនៅក្នុងរាត្រីនេះអរគុណដល់លោកអ្នកដែលបានតាមដានទស្សនានៅក្នុងកម្មវិធីស៊ីតានប៉21យើងខ្ញុំនឹងវិលជួបលោកលោកស្រីអ្នកកញ្ញាសាជាថ្មីនៅសប្តាហ៍ក្រោយតាមពេលវេលានៅម៉ោងដដែលអរគុណដល់ហាងអមរចនាម៉ូដដែលតែងតែកាត់សម្ភារពាក់ដល់នាងខ្ញុំគ្រប់កម្មវិធីលោកអ្នកអាចតាក់ទងតាមរយៈទូរស័ព្ទ02 246 23ដងនិង02 363 363នៅជាប់ភោជនីយដ្ឋានស្លឹកចាហាងអមត្រូវការរើសជើងដេរបន្ថែមទៀតនៅក្នុងរាត្រីនេះមុននឹងលោកអ្នកនាងចូលទទួលទានដំណេកចាវត្តមាននីគីនឹងបង្ហាញនៅទឹកដមសំនៀងដ៏ពិរោះរបស់នីគីតាមរយៈបទចម្រៀងមួយបទទៀតដែលមានចំណងជើងថាម៉យចាថាតើអត្ថន័យយ៉ាងណាដូច្នេះសូមលោកអ្នកទទួលស្ដាប់នៅក្នុងពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលាថ្ងៃមួយយើងបានជួបគ្នាមិនដឹងបងគិតយ៉ាងណាតែរូបអូនសពរៀមរាមិនយូរអូនឃើញភៀមល្អរបស់បងคงពីប្រងដតីធ្វើឲ្យអនលងស្នេហ៍ថ្លៃស្នេហាយើងមិនផ្លាំងប្រូទេអូនហ៊ានសន្យា You've always been mine You've always been mine បន្តកាន់ដៃគ្នា
you're the light to my gloomy day. And now we're here, we will keep growing strong. We learned all the rights and wrongs, all the rights and wrongs. Nai hai yen, mình plum pro te on hien son nia. You've always been mine. You've always been mine. But the cat like me is mong spang dor boy yang chan jodia. You've always been mine. You've always been mine. All you've been is 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 always been. All you've been is mine. All you've been is mine. All you've been is mine. Higher, mình lặng